មេរៀនមុនយើងបានស្គាល់ថាបើគេមានអនុគម exponential x derivative វាគឺអនុគមបើ y ស្មើនឹងx derivative វា y ស្មើនឹងx ដដែលណាដដែល x ដដែលអនុគមចម្លែកពួក exponential x derivative វាគឺ x ដដែលពេលយើងបានអនុគមអញ្ចឹងពេលប្រឡងគេអត់សួរទេគេចាំតែសួរគេសួរអីគេអនុញ្ញាត derivative នៃអនុគម exponential ដែរតែមានតម្រង់ជាអនុគមបណ្ដាក់ឥឡូវថ្ងៃនេះយើងមានរៀនថា y ស្មើនឹងស្មើអីស្មើអនុគម logarit លោកយើងរៀនលោកនៃពែណាយើងរៀនលោកនៃពែ x តើ derivative វាស្មើប្រមាណតើ derivative វាស្មើនឹងប្រមាណ derivative ស្មើប្រមាណគឺយើងចង់ដឹងថា derivative អនុគមលោកនៃពែនេះ derivative វាអនុគមប៉ុណ្ណឹង derivative ស្មើប្រមាណបើ expo x derivative វានៅតែ x ដែរអញ្ចឹងបើលោក x នេះអនុគម logarit លោក x នេះនៃពែ x នេះតើ derivative វាស្មើនឹងប្រមាណអញ្ចឹងយើងមានរូបមន្ត y ស្មើលោកនៃពែ x derivative ស្មើនឹង1លើ x នេះយើងធ្វើឲ្យយើងមានការចាប់អារម្មណ៍ y ស្មើលោក x derivative ស្មើ1លើ x រឿងអីបានវាស្មើប៉ុណ្ណឹងយើងនឹងស្រាយបំភ្លឺដើម្បីស្រាយបញ្ជាក់ឥឡូវខ្ញុំមាន y ស្មើនឹងលោក x នេះជាអនុគម y ស្មើលោក x យើងដឹងថា y x នេះជាអថេ y ជាអនុគមច្រាស់មកវិញយើងដឹងថា y logarit expo logarit នោះវាជាអនុគមច្រាស់ទៅវិញទៅមកបើសិនជាគេមាន y ស្មើលោក x នោះ x ស្មើនឹងy ហើយមិនក៏គេថាអញ្ចឹងពីព្រោះថាឥឡូវយើងមើលគេថាបើ y ស្មើលោក x ស្មើនឹងy មិនក៏ថាអញ្ចឹងហើយយើងទៀងមើលតើវាចឹងអត់ពីមើល x ស្មើនឹងy ឥឡូវខ្ញុំបំពាក់ខ្ញុំដាក់លោកសងខាងលោកនេះពែលោកខ្ញុំដាក់លោកអីខ្ញុំដាក់លោក x ខាងនេះខ្ញុំដាក់លោក x ដែរដាក់លោកខ្ញុំដាក់លោកអីដាក់លោកy អញ្ចឹងលោកអីលោក x ស្មើនឹងនេះ y យកមកនេះអញ្ចឹងលោកស្មើមួយអញ្ចឹងy ស្មើលោក x កាលណា y ស្មើលោក x នាំឲ្យយើងបាន x ស្មើនឹងy ឃើញណា y ស្មើលោក x យើងបាន x ស្មើប៉ុណ្ណឹងអញ្ចឹងពីរហ្នឹងវាតំណាក់តំណងគ្នាអញ្ចឹងតំណាក់តំណងគ្នាឥឡូវ y ស្មើលោកនៃពែ x យើងបាន x ស្មើប៉ុណ្ណឹងនេះជាអង្គសងខាងចឹងឥឡូវយើងធ្វើ derivative សងខាងយើងដឹងក្នុងអនុគមនេះកាលណាយើងធ្វើ derivative នេះជា derivative សញ្ញា derivative នេះក៏ជា derivative x គឺ1 derivative x គឺ1 derivative x គឺ1អញ្ចឹងយើងបានអី derivative x គឺ1 derivative នេះគឺប៉ុណ្ណឹងមិនក៏យើងសេអញ្ចឹងយើងដឹងហើយយើងដឹងថាកាលណា x ជាអនុគមតូល derivative វាគឺអី derivative គឺx តែបើសិនជាវាជាអនុគមបណ្ដាក់អុយ derivative របស់វាគឺអី derivative វាគឺអុយព្រីមអុយនេះជាអនុគមបណ្ដាក់បើសិនជាy ជាអនុគមអញ្ចឹង derivative របស់វាមិនមែនy ទេគឺមានy ព្រីមy ខ្ញុំចង់និយាយបើអង្គនេះយើងមានអង្គនេះដំបូងនេះយើងចេញ y ស្មើលោកនៃពែ x យើងទាញ x បញ្ជាក់មកគឺx ឥឡូវខ្ញុំទៅ derivative សងខាង
derivative x គឺ1 derivative នេះអានុគមបណ្ដាក់គឺ y' ឥឡូវខ្ញុំទាញរក y' ទាញយ៉ាងម៉េច y' ស្មើ1ចែក y y ស្មើប៉ុន្មាន y ស្មើប្រមាណy នេះy គឺបាន x ចឹងស្មើនឹងអីស្មើនឹង1លើ x ចឹងហើយគេថាបើសិនជាគេមានអនុគម y ស្មើលោកនៃពៈ x នោះ derivative របស់វាគឺ f' ស្មើនឹង f' បើគេមានអនុគមនេះ y ស្មើនឹងលោកនៃពៈ x derivative យើង y' ក្នុងនោះយើងមិនដាក់ f ទេ y' ស្មើនឹង1លើ x y ស្មើលោកនៃពៈ x y' ស្មើនឹង1លើ x នេះជារូបមន្តរបស់ derivative នៃអនុគមលោករាជអញ្ចឹងនេះគឺយើងស្រាយបំភ្លឺទៅគឺឃើញចឹងមែនគឺ y' ស្មើ1លើ x អញ្ចឹងតទៅយើងដឹងហើយតទៅដឹងថា y' ស្មើលោកនៃពៈ x derivative វាគឺ y' ស្មើនឹង1លើ x ខុសពីអនុគមអីខុសពីអនុគមបើ x derivative គឺ x derivative គឺ x អញ្ចឹងឥឡូវយើងបានរូបមន្តនៃ derivative នៃអនុគមលោករាជដែរសួរថាយើងធ្វើលំហាត់ធ្វើយ៉ាងម៉េចលំហាត់គេអត់សួរ y' ស្មើនឹងលោកនៃពៈ x ទេបើសួរអញ្ចឹងយើងចេញមក y' ស្មើ1លើ x ងាយហើយគេសួរជាអនុគមអីគេសួរជាអនុគមបណ្ដាក់ទៅវិញអនុគមបណ្ដាក់ត្រង់ថាម៉េចមិនមែនលោកអីគឺលោកដែរមានកន្សោមនេះកន្សោមនោះគឺច្បាស់ជាយើងតាកន្សោមដោយសរដោយអក្សរអុយជាពុកខាងអញ្ចឹងអនុគមនេះហៅអនុគមបណ្ដាក់ដែលមានតម្រង់ logarit តើគេគណនាយ៉ាងដូចម្ដេចពេលនេះខ្ញុំតាអុយស្មើប៉ុណ្ណឹងហើយតាអុយស្មើប៉ុណ្ណឹងបើតាអុយស្មើហ្នឹង y របស់ខ្ញុំលោកនេះទៅជាលោកអីទៅជាលោកនេះទេអុយអញ្ចឹងឥឡូវគេមក derivative នេះដោយសារអុយនេះទៅជាអនុគមហើយអុយអនុគមហើយអានេះ x ជាអថេអញ្ចឹង derivative dអុយ dx អនុគមអុយធៀបនឹង x derivative វា 2x មកវា2អានេះផលបូកណាអានេះយើងមកឃើញអញ្ចឹងឥឡូវយើងមើលអានេះឡើងវិញម្ដងទៀតអុយជាអថេ y ជាអនុគមអញ្ចឹង d y ឬ d អុយderivative y នេះធៀបនឹងអុយធ្វើម៉េចធៀបនឹងធ្វើម៉េចយើងធ្វើទៅឃើញយើងធ្វើទៅឃើញធ្វើទៅឃើញ d y dអុយគឺអនុគមនេះ y ស្មើលោកនៃពៈអុយជាអញ្ញាតជាអថេy ជាអនុគមវាជាអនុគមតូល d អុយស្មើ1លើអុយនេះជារូបមន្តនេះឃើញទេ y លោក x ជាអថេអញ្ចឹង y ស្មើ1លើ x អញ្ចឹងដូចគ្នាដែរអញ្ចឹងពេលយើងបាន2ហ្នឹងហើយយើងអាចប្រើរូបមន្ត derivative នៃអនុគមបណ្ដាក់ទៅបានយើងប្រើអញ្ចឹងយើងឃើញថា d អុយ dx នេះ d អុយ dx ស្មើបាន 2x បូក 2 d អុយ dx នេះស្មើនឹង 2x បូក 2 អញ្ចឹង d y d អុយស្មើ1លើអុយអញ្ចឹងយើងជំនួសទៅយើងឃើញនេះឃើញទេយើងជំនួសទៅអញ្ចឹង1លើអុយនេះគឺនេះអញ្ចឹងលទ្ធផលយើងឃើញអញ្ចឹងគឺយើងឃើញអញ្ចឹងគឺអនុគមនេះអនុគមលោក x ការ៉េបូក 2x នេះជាអនុគម logarit ជាអនុគមបណ្ដាក់ដែរតែរៀង logarit ដល់ពេលរក derivative យើងរក derivative ត្រូវយ៉ាង derivative ទៅយ៉ាងឃើញទេធម្មតាយើងដឹងថាលោក x derivative 1លើ x បាទនេះលោកអានេះមកកន្សោមនេះ derivative គឺ1លើមកកន្សោមតែវាមានអុយព្រីមវាមានអុយព្រីមវាមានលើសអុយព្រីមវាលើសអុយគឺខុសពីអនុគមតូលជាអនុគមតូលលោក x 1លើ x អានេះលោកអានេះលោកអុយ1លើអុយតែមាននេះមានអុយព្រីមអញ្ចឹងយើងគណនាតាមរូបមន្តនេះក៏យើងឃើញនេះហៅតាមរបៀបនេះហៅថាគណនា derivative នៃអនុគមបណ្ដាក់ដោយប្រើរូបមន្ត
derivative នៃអានគុំបណ្ដាក់ឥឡូវយើងចង់ជាទូទៅគេថាជាទូទៅគឺ y ស្មើលោកអុយ y ព្រីមប្រកាសជាអុយព្រីមលើអុយហើយអុយព្រីមលើអុយហើយឥឡូវយើងចង់ប្រើវិធីនេះវិធីលឿនអញ្ចឹងឧទាហរណ៍ប្រតិបត្តិយើងមាន y ស្មើនឹង sin x យើងមាន y ស្មើ sin x អញ្ចឹងនេះ y ស្មើ sin x អញ្ចឹងអានេះគឺអីអានេះគឺអុយហើយអុយហើយអញ្ចឹង y ស្មើនឹងលោកអុយអញ្ចឹង derivative វាគឺអុយព្រីមលើអុយអញ្ចឹងស្មើនឹង y ព្រីមស្មើនឹងy ព្រីមស្មើនឹងអុយព្រីមលើអុយ y ព្រីមយើងដឹងថាអុយព្រីមលើអុយអញ្ចឹងអុយជា sin x អុយស្មើ sin x អុយព្រីមគឺកូសអុយគឺ sin អញ្ចឹង derivative នេះមកចេះឥឡូវយើងមើលនេះយើងអានគុំមួយទៀតអុយស្មើប្រមាណយើងដឹងអុយស្មើនឹង x ការ៉េដក1ហើយអញ្ចឹង derivative របស់វា derivative អុយស្មើប៉ុណ្ណឹងហើយអុយស្មើប៉ុណ្ណឹងតើអុយព្រីមស្មើប្រមាណអុយព្រីមនេះគឺអុយយើងស្មើនឹង x ការ៉េដក1អញ្ចឹងអុយព្រីមប្រកាសជាស្មើបានអុយព្រីមប្រកាសស្មើនឹង 2x ហ្នឹងអុយព្រីមមក 2x ហ្នឹងអញ្ចឹងខ្ញុំយក 2x ចែកនឹង x ការ៉េដក1បាទប៉ុណ្ណឹងអូខេឥឡូវខ្ញុំមកអានុគមមួយទៀតអានុគមស្មើនឹងលោកនេះអុយស្មើប្រមាណនេះអុយស្មើ1លើ x អុយស្មើ1លើ x ចឹងអុយព្រីមស្មើប្រមាណនេះអុយព្រីមស្មើប៉ុណ្ណាអុយព្រីមស្មើប៉ុណ្ណាអុយព្រីមលើអុយនេះណាមិនក៏ថាអុយព្រីមស្មើប៉ុណ្ណឹងអុយគេដឹងថាអុយស្មើអីអុយស្មើនឹង1លើ x ឃើញទេអុយព្រីមស្មើប្រមាណអុយព្រីមស្មើចង់គណនានេះយើងប្រកគណនាម្ដងហើយអានុគមនេះប្រភាគយើងសេស្វ័យគុណបានគាត់តែយើងដាក់ស្វ័យគុណដក1ទៅអញ្ចឹងអុយព្រីមគឺដក1មកនេះដក1មកនេះដក x ដកនេះ n វាស្មើដក1 n ដក1អញ្ចឹងវាមិនស្មើនឹងអីស្មើនឹងដក1លើអី1លើ x 1x ការ៉េមកពីដក1ដក2យើងយកមកដាក់អញ្ចឹងហើយនេះអុយព្រីមអុយព្រីមលើនេះអានេះបានអុយព្រីមលើអុយអញ្ចឹង derivative វាស្មើប៉ុណ្ណឹងអញ្ចឹង